ដេកមិនគ្រប់ការងារច្រើនអាយុមិនវែងទៀតត្រឡប់ទៅវិញប្រាប់ខំមីងផងថាមនុស្សយើងត្រូវចេះធ្វើអារម្មណ៍ឲ្យល្អទើបអាចដេកលក់ស្កប់ស្កល់ភាពស៊ូទ្រាំខ្ពស់នាំឲ្យយើងមានកម្លាំងទ្វេដងអ្នកបោកចំបាប់ម្នាក់ដែលអាចយកឈ្នះលើអ្នកបោកចំបាប់ម្នាក់ទៀតបានជួនកាលពួកគេមានកម្លាំងនិងស្និទ្ធស្នាលគ្នាតែអ្វីដែលខុសគ្នានោះគឺកម្រិតនៃភាពស៊ូទ្រាំប្រសិនបើកិច្ចការដែលយើងធ្វើវាលើសពីសមត្ថភាពរបស់យើងសូមកុំភ្លេចភាពស៊ូទ្រាំព្រោះថាវានាំឲ្យយើងមានកម្លាំងខ្លាំងជាងមុនហើយតែកាលណាយើងមានកម្លាំងខ្លាំងលើសមុនកិច្ចការដ៏លំបាកបំផុតរបស់យើងនឹងប្រែទៅជាកិច្ចការលំបាកធម្មតាហើយបើជាកិច្ចការលំបាកធម្មតាក៏នឹងប្រែទៅជាកិច្ចការងាយស្រួលតែម្ដងនិយាយដោយខ្លីភាពស៊ូទ្រាំជាអ្នកបំពេញបន្ថែមទៅលើសមត្ថភាពដែលស្ដួយស្ដាងមិនមែនខ្ញុំឆ្លាតណាស់ណាទេគ្រាន់តែខ្ញុំអាចតស៊ូជាមួយបញ្ហាបានយូរជាងគេប៉ុណ្ណោះនេះជាសម្ដីរបស់ Albert Einstein អ្នកវិទ្យាសាស្ត្រដែលមានស្នាដៃធំម្នាក់របស់ពិភពលោកភាពស៊ូទ្រាំកើតចេញពីឆន្ទៈដែលមិនបោះបង់រត់ចោលជួរតលតែមានឆន្ទៈរឹងដូចដាច់ថែបទើបភាពស៊ូទ្រាំនេះវាមានកម្រិតខ្លាំងនៅក្នុងកម្មវិធីប្រកួតកីឡាឬក្បាច់គុនប្រដាល់ផ្សេងៗជាដើមរមែងទាមទារឲ្យកីឡាករនីមួយៗមានភាពស៊ូទ្រាំជាងពេលហាត់សមធម្មតាទៅទៀតនៅទឹកដំបូងយើងមិនអាចដឹងច្បាស់ភ្លាមថាតើកម្លាំងនិងស្នៀតរបស់គូប្រកួតយើងខ្លាំងប៉ុណ្ណានៅឡើយទេដូច្នេះមានតែភាពស៊ូទ្រាំប៉ុណ្ណោះដែលអាចឲ្យយើងរក្សាជំហរបាននៅក្នុងសង្វៀនរងចាំឱកាសមកដល់ទោះបីយើងមានកាយសម្បទាខ្លាំងហើយមានស្នៀតខ្លាំងពូកែដែលអាចវាយឲ្យគេដួលច្រើនលើកក៏ដោយតែបើគេអាចស៊ូទ្រាំបានជាងយើងនោះគេក៏គង់មានឱកាសវាយយើងឲ្យដួលវិញមិនខានហើយតែកាលណាដួលយើងអាចក្រោកតស៊ូវិញបានទេបើយើងខ្វះភាពតស៊ូជាងដៃគូប្រកួតនោះទោះយ៉ាងណាភាពស៊ូទ្រាំរបស់យើងបែរជាទទួលបានការមើលងាយថាកំសាន្តទៅវិញតែយើងកុំទាន់អាលបាក់ចិត្តអីស៊ឺម៉ាអ៊ីអាចគ្រប់គ្រងទឹកដីចិនបានក្នុងសម័យសាមកុកគឺដោយសារតែភាពស៊ូទ្រាំនេះហើយក្នុងកលៈទេសៈដែលចាញ់ព្រៀបស៊ឺម៉ាអ៊ីសុកចិត្តខំមាត់លេបកំហឹងកមិនចេញប្រយុទ្ធមេតបស្ទើរតែទាំងអស់ខឹងគាត់ណាស់ថែមទាំងប្រមាថថាគាត់កំសាដូចកណ្ដុរក្នុងរូងផងមិនតែប៉ុណ្ណោះខុងមីងដែលជាសត្រូវចិត្តមួយថ្លាមួយរបស់គាត់ក៏តែងតែប្រើមធ្យោបាយមកបញ្ឈឺចិត្តគាត់គ្រប់សពទីបំផុតគាត់ក៏ចេញប្រយុទ្ធដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់តែមិនមែនចេញធ្វើសង្គ្រាមព្រោះកំហឹងទ្រាំមិនបានចំពោះការប្រមាថទេគឺដោយសារយុទ្ធសាស្ត្រទៅដើរហើយកលៈទេសៈច្បាំងមានអំណោយផលប៉ុណ្ណោះជីវិតរបស់យើងត្រូវកំសាន្តខ្លះដើម្បីក្រេបជញ្ជក់សុភមង្គលត្រូវសម្រាប់ខ្លះដើម្បីស្រូបយកកម្លាំងត្រូវដកថយខ្លះដើម្បីលោតឲ្យបានឆ្ងាយជីវិតរបស់យើងបានឆ្លងកាត់ទុក្ខលំបាកជាច្រើនមកហើយនឹងត្រូវបន្តដំណើរទៅមុខទៀតយ៉ាងវែងឆ្ងាយជាមួយនឹងឧបសគ្គរាប់ពាន់ជំពូកប្រហែលជាហត់នឿយគូសំហើយបើដូច្នេះយើងក៏បីធ្វើរឿងមួយចំនួនដើម្បីផ្ដល់ធម៌ពលដល់វាវិញលោក Walter Hagen បាននិយាយថាកុំប្រញាប់ប្រញាល់ពេកកុំបារម្ភអីអ្នកនៅលើโลกនេះក្នុងរយៈពេលដ៏ខ្លីណាស់កុំភ្លេចឈប់សំចតតាមផ្លូវហើយស្រូបយកក្លិនពីដោរបស់បុប្ផាផងគោលដៅដែលយើងកំពុងឆ្ពោះទៅវាប្រកាសជាគោលដៅនៃសុភមង្គលតែបើទៅដល់ដោយមិនបានស្គាល់រសជាតិសុភមង្គលអ្វីសោះតើគោលដៅនោះមានប្រយោជន៍អ្វីហើយគូហៅវាថាជាភាពសោះកក្រោះវិញសមទេកិច្ចការដែលយើងកំពុងទូលរែកវាច្បាស់ជាត្រូវចំណាយកម្លាំងច្រើនឬតិចទៅតាមទំហំនៃកិច្ចការនោះតែបើគ្មានកម្លាំងគ្រប់គ្រាន់តើកិច្ចការអាចសម្រេចដោយវិធីណាផ្លូវដែលយើងកំពុងដើរលើវាគង់នឹងជួបក្រឡុកឬអ្វីមករារាំងមិនខានតែបើមិនឈានជើងថយក្រោយបន្តិច
តើយើងអាចលោតបានឆ្ងាយឬអត់ដូច្នេះឃើញថាកាត់ក្រមរបស់ធម្មជាតិគឺពិតជាឆ្លៀសវៃខ្លាំងណាស់ពេលកាត់ទុកធម្មជាតិតែងបង្រៀនមនុស្សឲ្យចេះសើចញញឹមពេលហត់នឿយវាតែងបង្ខំឲ្យដេកពួននិងស្រូបខ្យល់អុកស៊ីហ្សែនចេញចូលហើយពេលទាល់ច្រកវាទាមទារឲ្យថយក្រោយបន្តិចមនុស្សដែលប្រឆាំងនឹងក្រិតក្រមធម្មជាតិនេះនឹងគ្មានលទ្ធផលល្អឡើយសម្រាប់ជីវិតពិតណាស់ពិភពលោកសពថ្ងៃមនុស្សមមាញឹកតែនឹងការងារស្ទើរ24ម៉ោងលើ24ម៉ោងជាពិសេសការដុសដាលនៃចរន្តបច្ចេកវិទ្យាបាននាំឲ្យមនុស្សដកខ្លួនមិនរួចការប្រណាំងប្រជែងគ្នាក្នុងសង្គមវិញមានសភាពស្វិតស្វាញណាស់គ្រប់វិស័យទាំងអស់មិនថាវិស័យសេដ្ឋកិច្ចវិស័យនយោបាយឬវិស័យសិល្បៈជាដើមព្រោះដើម្បីឲ្យអាចរស់ស្រួលនិងឈរជើងមួយកន្លែងបានដូច្នេះជីវិតមនុស្សហាក់ស្ថិតនៅលើយានជំនិះដែលកំពុងតែបើកបរនៅលើមហាវិថីដ៏កកកុញដូច្នោះទោះយ៉ាងណាក៏ដោយយើងមិនគួរចេះត្រឹមតែមូហ្គាទៅមុខដែរព្រោះថាយានជំនិះគេបានបង្កើតហ្វ្រាំងរួចជាស្រេចសម្រាប់ឈប់សំចតនៅពេលណាដែលចាំបាច់ការប្រឹងប្រែងជារឿងល្អប្រសើរណាស់តែការប្រឹងប្រែងហួសហេតុពុំដែលហុចផលល្អប៉ុន្មានទេកុំធ្វើខ្លួនឲ្យរវល់ក្នុងកម្រិតមួយដែលមិនអាចសំបីតែដកដង្ហើមឲ្យបានស្រួលកុំរត់តែទៅមុខដោយភ្លេចមើលថាវិធីណាដែលជួយឲ្យយើងអាចទៅបានឆ្ងាយនិងរហ័សជាងមុនសូក្រាតបានផ្ដាំយើងរួចហើយថាចូលប្រយ័ត្នភាពសោះកក្រក់នៃជីវិតគ្មានពេលទំនេរមេតធំស៊ឺម៉ាអ៊ីក៏បានផ្ដាំផងដែរថាធ្វើការច្រើនដេកតិចរស់មិនយូរទេ